Hello សួស្តីអ្នកទាំងអស់គ្នាចាំយើងត្រឡប់មកវិញជាមួយនឹង Anime Cowboy Bebop ភាគទី6នៅភាគមួយនេះដែរ Spy Jet ហើយនិង Faye គឺទទួលបានបេសកកម្មថ្មីមួយហើយអ្វីដែលកាន់តែពិសេសនោះគឺបេសកកម្មមួយនោះគឺស្ថិតនៅលើភពផែនដីចឹងចង់ដឹងថាតើស្ថានភាពភពផែនដីនៅឆ្នាំ2071មានរូបរាងយ៉ាងណានោះគឺយើងចូលមកមើលអេពីសូតទី6នេះទាំងអស់គ្នាចាប់ផ្ដើមនៃអេពីសូតមួយនេះគឺមានផ្កាយរណបមួយបាននិយាយតែម្នាក់ឯងថានៅទីនេះគឺគ្មានមនុស្សអ្វីទេហើយគេគឺពិតជាឯកាណាស់និយាយចប់ផ្កាយរណបមួយនោះក៏បានបញ្ជាផ្កាយរណបផ្សេងទៀតឲ្យបាញ់លេសឺជាច្រើនទៅកាន់ផែនដីប៉ុន្តែការបាញ់នោះគឺមិនមែនគោលបំណងកំទេចផែនដីអ្វីទេដោយវាគ្រាន់តែចង់គូររូបសត្វជាច្រើននៅលើផ្ទៃផែនដីតែប៉ុណ្ណោះយើងងាកមកកាន់ក្មេងម្នាក់ដែលជា fan ផ្កាប់មុខរបស់ Spy ឯនេះវិញដែលក្មេងមួយនេះគឺជាកំពូល hacker ដ៏ខ្លាំងដែលគេអាច hack ចូលប្រព័ន្ធសុវត្ថិភាពរបស់រដ្ឋាភិបាលបានទៀតហើយគោលបំណងរបស់គេគឺគ្រាន់តែចង់ដឹងថាតើនៅពេលនេះយានរបស់ Bebop គឺកំពុងតែធ្វើដំណើរទៅទីណាហើយនៅពេលដែលដឹងថាយាន Bebop នៅពេលនេះគឺកំពុងតែធ្វើដំណើរមកកាន់ផែនដីនោះក្មេងម្នាក់នេះគឺពិតជាសប្បាយយ៉ាងខ្លាំងអញ្ចឹងយើងចាំមើលតើក្មេងម្នាក់នេះមានបំណងចង់ធ្វើអ្វីដែរកលេចមកកាន់យាន Bebop របស់យើងឯនេះវិញប៉ុន្តែជប់សិនអ្នកទាំងអស់គ្នាបើយើងកលេចមើលប្លង់មួយនេះគឺយើងអាចសង្កេតឃើញថាព្រះច័ន្ទរបស់ភពផែនដីគឺត្រូវបានបែកមួយដុំធំបាត់ទៅហើយបើទៅទៀតគឺអ្នកទាំងអស់គ្នានឹងបានឃើញអំពីស្ថានភាពរបស់ភពផែនដីហើយកលេចមកកាន់កំពូលមនុស្សទាំង3នាក់របស់យើងឯនេះវិញនៅពេលនេះពួកគេទាំង3នាក់កំពុងតែស្ដាប់ព័ត៌មានទាក់ទងទៅនឹងរូបភាពជាច្រើនដែលបានលេចចេញនៅលើផ្ទៃផែនដីអ្នកវិភាគម្នាក់បាននិយាយនៅក្នុងទូរទស្សន៍នោះថាគាត់ជឿថារូបភាពធំៗទាំងអស់នេះគឺជាសារមកពីអេលៀនប៉ុន្តែប៉ូលីសបែរជាប្រកែកនឹងគាត់ថារូបភាពធំៗទាំងអស់នេះគឺត្រូវបានបង្កើតឡើងដោយ laser មកពីផ្កាយរណបតែប៉ុណ្ណោះហើយវាគឺគ្រាន់តែជាស្នាដៃរបស់ hacker ណាម្នាក់ដែលទំនេរតែប៉ុណ្្នឹងឯងលើសពីនេះទៅទៀតប៉ូលីសគឺបានដាក់ប្រាក់រង្វាន់ចំនួន8លានវូឡុងសម្រាប់អ្នកណាដែលអាចចាប់ hacker ម្នាក់នោះបានចឹងនៅត្រឹមនេះឯងចង់សួរទៅអ្នកមើលថាតើរូបធំៗទាំងអស់ហ្នឹងគឺជាស្នាដៃរបស់អេលៀនឬគឺជាស្នាដៃរបស់ hacker រីឯ Jet ហើយនិង Faye នៅពេលដែលឮថា hacker នោះមានតម្លៃខ្លួន8លានវូឡុងចឹងហើយទៅបានជាពួកគេធ្វើដំណើរមកកាន់ភពផែនដីនឹងឯងហើយនៅពេលដែលពួកគេពិភាក្សាគ្នាអំពីការងារដែលទៅចាប់ hacker ម្នាក់នោះ Spy គឺបានប្រកែកថាគឺគាត់អត់ចង់ចូលរួមនោះទេមូលហេតុគឺមិនមែនដោយសារតែគាត់ខ្លាច hacker ទេតែមកពីពួក hacker ទាំងអស់នោះភាគច្រើនគឺសុទ្ធតែជាមនុស្សកក្រិចហើយគាត់គឺមិនចង់ប្រឡាក់ប្រឡូកជាមួយមនុស្សបែបហ្នឹងទេរីឯ Jet ហើយនិង Faye ក៏មិនបានប្រកែកដែរដោយសារតែលុយ8លានបើចែកគ្នាពីរនាក់វាស្រួលចែកជាងនៅក្នុងពេលនោះដែរប៉ូលីសក៏បានបកស្រាយអំពីស្ថានភាពបែបនេះឲ្យប្រជាជនបានដឹងឲ្យច្បាស់ថែមទៀតដោយសារតែកាលពី50ឆ្នាំមុនមនុស្សជាតិបានជួបជាមួយនឹងគ្រោះថ្នាក់ដ៏ធំមួយដែលនោះគឺជាការផ្ទុះច្រកទ្វារអវកាសដ៏ធំមួយនៅក្បែរព្រះច័ន្ទបន្ទាប់ពីរឿងនោះមកធ្វើឲ្យព្រះច័ន្ទបានបែកបំណែកដ៏ធំមួយហើយនៅពេលដែលព្រះច័ន្ទមានបញ្ហាបែបនេះគឺវាបានប៉ះពាល់ទៅដល់សភាវៈមានជីវិតជាច្រើននៅលើផ្ទៃផែនដីរីឯបច្ចេកវិទ្យាទំនើបជាច្រើនក៏ត្រូវបានបំផ្លាញផងដែរដើម្បីដោះស្រាយបញ្ហាមួយនេះមនុស្សត្រូវបង្ខំចិត្តរស់នៅក្រោមដីវិញហើយចំណែកការតាក់ទងគ្នាក៏មានផលវិបាកខ្លាំងដែរហើយដើម្បីជួយសម្រួលទៅដល់បញ្ហាមួយនេះរដ្ឋាភិបាលក៏បានបង្កើតប្រព័ន្ធមួយហៅថា Space Network ដែលមានន័យថាគឺមានតែប្រព័ន្ធកុំព្យូទ័រទេទៅធ្វើឲ្យមនុស្សអាចតាក់ទងគ្នាវិញបានហើយនៅពេលដែលមនុស្សជាតិបដូរមកប្រើប្រាស់កុំព្យូទ័រទាំងអស់គ្នាគឺវាបានបង្កើតនូវ hacker ពូកែជាច្រើននៅពីពេញផែនដីកលេចមកកាន់ Jet ហើយនិង Faye ឯនេះវិញនៅពេលនេះពួកគេទាំងពីរនាក់កំពុងតែចែកតំបន់គ្នាដើម្បីតែស្វែងរក hacker ម្នាក់នោះហើយបន្ទាប់ពីចែកហើយពួកគេក៏បានចេញយានទៅស៊ើបសួរព័ត៌មានទៅហើយបន្ទាប់ពីពីរនាក់ហ្នឹងចេញទៅបាត់ hacker ក្មេងម្នាក់ដែលយើងបានឃើញកាលពីដើមរឿងនោះនៅពេលនេះគេបាន hack ចូលយានរបស់ Spy ប៉ុន្តែនៅពេលនោះគឺ Spy អត់បានដឹងទេដោយសារតែ Spy គឺបានដេកលក់បាត់ទៅហើយគោលបំណងរបស់ hacker ក្មេងម្នាក់នោះគឺគ្រាន់តែចង់ដឹងថាតើបេសកកម្មរបស់ Spy នៅពេលនេះគឺជានរណាគេហើយនៅពេលដែលដឹងថាពួកគេចង់ចាប់ hacker ដែលបាន hack ចូលប្រព័ន្ធផ្កាយរណបរបស់រដ្ឋាភិបាលនោះក្មេងម្នាក់នោះក៏បានទៅរកមើលព័ត៌មានដែលទាក់ទងទៅនឹងផ្កាយរណបមួយនោះទៅកលេចមកកាន់ Jet ដែលបានចុះមកដល់តំបន់ដែលមនុស្សរស់នៅមួយកន្លែងយ៉ាងនេះវិញ Jet បានសួរមនុស្សឡើង 4-5 ភូមិហើយប៉ុន្តែចម្លើយចេញមកខុសគ្នាទាំងអស់ដូចជាមនុស្សដំបូងបានប្រាប់ទៅកាន់ Jet ថាគាត់ស្គាល់ច្បាស់ណាស់ថា hacker ម្នាក់នោះគឺច្បាស់ជា hacker ម្នាក់ដែលមានឈ្មោះថា Ed ឬក៏ ED ហើយបើតាមខ្ញុំចាំគេមានកម្ពស់រហូតដល់ទៅ2ម៉ែត្រឯណោះលើសពីនេះទៅទៀតគេក៏ធ្លាប់ជាអតីតកីឡាករ basketball ផងដែរហើយប្រកាសណាស់ដែលចម្លើយប៉ុណ្នេះគឺមិនគ្រប់គ្រាន់ទេចឹងហើយ Jet ក៏បានបន្តដំណើរទៅសួរអ្នកឯផ្សេងទៀតED មែនខ្ញុំស្គាល់តា ED ហ្នឹងឈ្មោះពេញគេ Radical Edward ខ្ញុំបានលើកពីចាចាម្ដងថាគេគឺជានារីដ៏ស្រស់ស្អាតម្នាក់មែនទេជាស្រីស្អាតទេ Edward គឺជាក្មេងតាហើយអាល្អិតហ្នឹងវាចូលចិត្តធ្វើបាបគេលោកតាមរក Edward មែនខ្ញុំស្គាល់មនុស្សស្រីម្នាក់ដែលជាអ្នកជិតខាងរបស់ Edward នោះបាននិយាយប្រាប់ខ្ញុំថាតាមពិតទៅ Edward ហ្នឹងគឺជាគេពូចង់សួរខ្ញុំពី hacker មែនខ្ញុំស្គាល់តា hacker ម្នាក់ហ្នឹងខ្ញុំប្រាប់ពូតាមត្រង់ចុះ hacker ម្នាក់ហ្នឹងគឺជា alien ហ្នឹងបើមិនជឿទេពូសួរអ្នកភូខ្ញុំទាំងអស់គ្នា
បើសិនតែមានជា chat វិញរត់ទៅបងចែឲ្យងាប់បាត់ហើយនេះឥឡូវនេះយើងបញ្ឈប់ត្រឹម chat ហើយយើងងាកមកកាន់ក្មេង hacker ឯនេះវិញក្មេង hacker នោះដោយសារតែចង់ជួយ spy នៅពេលនេះគេបាន hack ចូលទៅកាន់ប្រព័ន្ធរដ្ឋាភិបាលម្ដងទៀតហើយគេចង់រកព័ត៌មានទាក់ទងទៅនឹងផ្កាយរណបមួយនោះហើយគេក៏ចង់ដឹងដែរថាតើតាណាគេជាអ្នក hack ចូលប្រព័ន្ធផ្កាយរណបមួយនេះហើយនៅពេលដែលក្មេងមួយនោះចូលទៅកាន់ system របស់ផ្កាយរណបមួយនោះហើយក្មេងមួយនោះគឺពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែផ្កាយរណបមួយនេះគឺអត់បានតភ្ជាប់ជាមួយនឹងផែនដីទេបើទោះបីជាវាមានវត្តមាននៅលើកន្លងរបស់ផែនដីក៏ដោយហើយនៅពេលដែលក្មេងប្រុសអ្នកនោះពិនិត្យអំពី system មួយនេះកាន់តែជ្រៅទៅគេបានរកឃើញថាគឺមិនមាន hacker ណាម្នាក់បាន hack ចូលមកកាន់ផ្កាយរណបមួយនេះទេហើយបើសិនជាអត់មាននរណាគេបញ្ជាវាផងហេតុអ្វីបានជាវាបញ្ជា laser បាញ់ទៅកាន់ផ្ទៃផែនដីបើតែក្រោយមកក្មេងម្នាក់នោះក៏បានលើសូរសំឡេងនរណាគេនិយាយហើយសំឡេងមួយនោះគឺចេញមកពី system នៃផ្កាយរណបមួយនឹងឯងវាបាននិយាយថានៅទីនេះគឺគ្មាននរណាគេទេហើយវាគឺពិតជាឯកាណាស់ក្មេងនោះនៅពេលដែលបានស្ដាប់ឮយ៉ាងគឺពិតជាភ្ញាក់ផ្អើលទៀតហើយហេតុអ្វីបានជា system មួយនេះអាចនិយាយបានដោយខ្លួនឯងបន្ទាប់មកក្មេងមួយនោះក៏បានសួរថាតើឯងគឺជានរណាគេរីឯ system មួយនោះក៏បានតបមកកាន់ក្មេងមួយនេះវិញថាគេគឺជាផ្កាយរណបដែលទទួលសញ្ញាមកពីផែនដីហើយឈ្មោះរបស់គេគឺ D135 នៅពេលដែលឮចឹងក្មេងនោះក៏បានណែនាំខ្លួនឲ្យផ្កាយរណបមួយនោះបានស្គាល់វិញដែលក្មេងម្នាក់នេះគឺមានឈ្មោះថា Edward ឬក៏ ED តាមពិត hacker Edward គឺជាក្មេងម្នាក់នេះសោះហើយបើឲ្យចែកដើររកតាមភិនភាគដែលអ្នកភូមិបាននិយាយប្រាប់គាត់ហ្នឹងមើលទៅប្រហែលចែកដើររកមក Galaxy ហ្នឹងក៏រកមិនឃើញដែរហើយដល់ system មួយនេះមានឈ្មោះពិបាកហៅខ្លាំងពេក Edward ក៏បានដាក់ឈ្មោះឲ្យវាថា MPU រីឯ system ក៏ទទួលយកឈ្មោះមួយនេះផងដែរចឹងហើយ Edward ក៏បានក្លាយទៅជាមិត្តភក្តិជាមួយនឹង system មួយនេះទៅបន្ទាប់មក Edward ក៏បានសួរទៅកាន់ system មួយហ្នឹងថាតើហេតុអ្វីបានជា system មួយហ្នឹងគូររូបនៅពីពេញផ្ទៃផែនដីអញ្ចឹងបន្ទាប់មក MPU ក៏បានតបទៅកាន់ Edward ថាកាលពីយូរលង់ណាស់មកហើយផែនដីគឺពោពេញទៅដោយសភាវៈមានជីវិតរស់នៅប៉ុន្តែបន្ទាប់ពីមនុស្សជាតិបានជួបអបតវហេតុមួយបានកើតឡើងនៅលើផ្ទៃផែនដីគឺលែងមានសភាវៈមានជីវិតរស់នៅទៀតហើយ MPU ក៏ចាប់ផ្ដើមមានអារម្មណ៍ថាគឺគាត់ហាក់ដូចជាបានរស់នៅតែម្នាក់ឯងអញ្ចឹងហើយដែល MPU នឹកអំពីសភាវៈមានជីវិតដែលបានរស់នៅផ្ទៃផែនដីនោះចឹងហើយគេក៏បានបាញ់ laser ទៅកាន់ផ្ទៃផែនដីអំពីសភាវៈមានជីវិតដែលគេធ្លាប់បានឃើញកាលពីមុនឡើងវិញហើយនៅពេលដែលគាត់បានឃើញរូបរាងសត្វទាំងអស់នេះឡើងវិញគឺគាត់មានអារម្មណ៍ថានឹកអនុស្សាវរីយ៍មួយនេះខ្លាំងណាស់រីឯ Edward ក៏សរសើរ MPU ថា MPU នឹងគូរូបស្អាតម៉េះបើតែក្រោយមក MPU ហាក់ដូចជាប្រែប្រួលបន្តិចនៅពេលដែល Edward សួរថាមានរឿងអ្វីកើតឡើងនោះ MPU ក៏បានតបថាគឺគេចាប់បានសញ្ញារបស់ប៉ូលីសមកទីនេះបន្ទាប់មកគេក៏បានកាត់ផ្ដាច់ការនិយាយជាមួយនឹង Edward ទៅក្លែងមកកាន់ Jet ហើយនឹង Faye ដែលបានធ្វើដំណើរមកដល់យានធំឯនេះវិញ Faye បាននិយាយតាមត្រង់ថាគឺនាងអត់មានទទួលបានព័ត៌មានអីទាក់ទងនឹង hacker ម្នាក់នោះទេរីឯ Jet វិញក៏បានស៊ីនំម្ដងហើយនិយាយយ៉ាងលយថាឲ្យទៅស៊ើបការ on man ឥឡូវចាំស្ដាប់ភិនភាគ hacker ម្នាក់នោះណា hacker ម្នាក់នោះគឺជាក្មេងស្រីដែលមានកម្ពស់ 2 ម៉ែត្រហើយធ្លាប់ធ្វើជាកីឡាករ basketball លើសពីនេះទៅទៀតគេគឺជា alien ដែលស្រឡាញ់ភេទដូចគ្នាហើយឈ្មោះពេញរបស់គេគឺ Radical Edward ចង់និយាយថាកន្លែងហ្នឹង admin មើលរឿងពេញសើចឡើងកៀងនឹកស្មានថា Jet យកអាពាក្យអ្នកភូមិនិយាយទាំងអស់ហ្នឹងមកផ្គុំគ្នាសោះសូមសរសើរ IQ របស់ Jet ខ្លាំងណាស់បន្ទាប់ពីនោះ Jet ក៏បានសិក្សាស្រាវជ្រាវទាក់ទងទៅនឹងឈ្មោះ Radical Edward ម្នាក់នេះប៉ុន្តែសុកស្រាប់តែកុំព្យូទ័ររបស់គាត់ error ដែលអក្សរទាំងអស់នៅក្នុងកុំព្យូទ័ររបស់គាត់ប្រមូលផ្ដុំទៅជាមុខមនុស្សមួយតាមពិតទៅគឺជា Edward ទេដែលបានតាក់ទងមកកាន់ Jet ហើយប្រកាសណាស់ដែល Edward គឺបានប្រាប់អំពីព័ត៌មានតាក់ទងទៅនឹង MPU មកកាន់ Jet នឹងឯង Edward បានប្រាប់ទៅកាន់ក្រុមរបស់ Jet ថាតាមពិតទៅគឺមិនមាននរណាគេបានហែកចូលទៅកាន់ផ្កាយរណបមួយនោះទេហើយគាត់នឹងបញ្ជូនព័ត៌មានតាក់ទងទៅនឹងផ្កាយរណបមួយនោះទាំងអស់មកកាន់ Jet ទាំងអស់រីឯ Faye ក៏បានឆ្លៀតសួរថាហើយចូល MPU នឹងជានរណាគេរីឯ Edward ក៏បានឆ្លើយថា MPU គឺជាមិត្តភក្តិរបស់ ED នៅពេលដែលលើចឹង Spy ក៏បានងាកមកសួរម្ដង Spy សួរថាតើឯងស្គាល់ ED ដែរមែនរីឯ Edward ក៏បានឆ្លើយថាហ្នឹងហើយ ED គឺជា Edward គឺជាខ្ញុំមួយសន្ទុះក្រោយមកបន្ទាប់ពី Jet បាន អាន file របស់ Edward ហើយ Jet ក៏បាននិយាយថានៅពេលនេះគឺគាត់យល់ហើយតាមពិតទៅវាគឺជាប្រព័ន្ធប្រតិបត្តិការ AI តែប៉ុណ្្នឹងឯងដោយសារតែ AI នៅលើផ្កាយរណបមួយនោះបានវិវត្តខ្លួនមិនដឹកស្មានថាប្រតិបត្តិការ AI មួយនោះចេះវិវត្តខ្លួនហើយធ្វើអ្វីមួយដោយខ្លួនឯងអញ្ចឹងសោះនេះគឺពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលពិតមែនបន្ទាប់មក Faye ក៏បានសួរថាហើយចុះបើសិនជាមានរឿងចឹងថាតើប្រាក់រង្វាន់គិតយ៉ាងម៉េចទៅរីឯ Edward ក៏បានឆ្លើយថាបើតាម Edward បានរកឃើញ MPU គឺបានខូចប្រព័ន្ធមួយដែលធ្វើឲ្យវាមិនអាចតាក់ទងជាមួយនឹងផែនដីបានទេចឹងហើយក៏ចង់ឲ្យនរណាគេម្នាក់នៅក្នុងក្រុមរបស់ Jet នេះគឺគាត់ចង់ឲ្យធ្វើដំណើរទៅជិតផ្កាយរណបមួយនោះហើយតភ្ជាប់យានជាមួយនឹងផ្កាយរណបមួយនោះទៅបែបនេះ Edward នឹងអាច download ឬក៏ copy ឯកសារទាំងអស់តាក់ទងទៅនឹងផ្កាយរណបមួយនោះមកឲ្យ Jet បានហើយបន្តមកទៀតពួកគេគ្រាន់តែយកឯកសារមួយនោះទៅប្រគល់ឲ្យប៉ូលីសនៅពួកគេនឹងទទួលបានប្រាក់រង្វាន់ហើយស្ដាប់មើលទៅដូចជាងាយស្រួលត្រូវអត់ប៉ុន្តែតាមការពិតទៅវាមិនងាយស្រួលដូចនិយាយទេព្រោះថាការបើកយានចូលទៅជិត MPU នោះគឺ MPU នឹងចាប់បានរលកសញ្ញាពីចម្ងាយមុនបែបនេះវានឹងបញ្ជាផ្កាយរណបផ្សេងទៀតឲ្យបាញ់ laser កំទេចយានមើលនោះចោលហើយដូច្នេះហើយពួកគេត្រូវតែបញ្ឈប់យានពីចម្ងាយហើយបិទគ្រប់ម៉ាស៊ីនកុំព្យូទ័ររបស់យានទាំងអស់ហើយធ្វើការចេញពីយានហើយហោះទៅដោយខ្លួនឯងចេះស្ដាប់ដំបូងហាក់ដូចជាស្រួលប៉ុន្តែនៅពេល
ដែលលើអាលក្ខខណ្ឌទី2នេះចិត្តក៏បាននិយាយថាវាមិនអាចទៅរួចទេប៉ុន្តែ Spy ក៏បានដើរចេញហើយនិយាយថាខ្ញុំចូលចិត្តអាការងារណាពិបាកគ្រោះថ្នាក់ដល់ជីវិតចឹងហើយយើងដឹងស្រាប់ហើយថា Spy ចង់ឲ្យគ្មានពីណាគេហាមគាត់បានទេដែលបែបនេះចិត្តក៏បានធ្វើជាជំនួយឲ្យ Spy ចេញប្រតិបត្តិការទៅហើយនៅពេលដែលពីរនាក់នឹងចេញទៅបាត់ Faye ក៏មកនិយាយលេងជាមួយនឹង Edward ថាហេតុអីបានជា Edward នឹងចិត្តល្អម៉េះរី Edward ក៏បានឆ្លើយថាគឺគាត់អាចជួយពួកគេឲ្យរកអក្រិតជនឲ្យបានច្រើនថែមទៀតប៉ុន្តែគឺគាត់មានសំណងពោមួយហើយ Faye គឺត្រូវតែសន្យាជាមួយនឹងគេហើយប្រកាសណា Faye នៅពេលដែលឮថាក្មេងម្នាក់នេះជួយរកអក្រិតជនឲ្យបានច្រើនថែមទៀតនោះ Faye គឺយល់ព្រមនឹងឯងហើយកន្លែងនេះគេអត់តាមប្រាប់យើងទេថាតើក្មេងមនុស្សគឺមានសំណងពោអ្វីកន្លែងមកការ Spy ដែលចេញប្រតិបត្តិការទៅចិត្ត MPU ឯនេះវិញនៅពេលដែលគាត់ជិះទៅដល់ឆ្ងាយល្មមចិត្តក៏បាននិយាយថាគឺនៅត្រឹមនឹងហើយបើជិះទៅមុខទៀត MPU នឹងចាប់សញ្ញាបានដែលបែបនេះ Spy ក៏បានផលិតយានរបស់គាត់ទៅបន្ទាប់មកទៀត Spy ក៏បានបាញ់ខ្យល់តិចៗដើម្បីឲ្យយានរបស់គាត់បញ្ចេញចលនាបានហើយនៅពេលដែលកណ្ដុងយានរបស់គាត់តម្រង់ទៅកាន់គោលដៅណាមួយហើយ Spy នឹងចុចបាញ់វាដោយការតម្រង់នឹងភ្នែកហើយមិនមែនប្រើម៉ាស៊ីនកុំព្យូទ័រជំនួយទេហើយយើងដឹងស្រាប់ហើយថានៅទីនោះគឺមានផ្កាយរណបច្រើនបើតែក្រោយមកនៅពេលដែល Spy តម្រង់ចំហើយនោះ Spy ក៏បានចុចបាញ់កំទេចវាចោលទៅដំបូងគាត់ថានឹងបាញ់ចំ MPU ហើយប៉ុន្តែបើទៅក្រោយមកក៏សាប់តែមានផ្កាយរណបមួយទៀតមករងគ្រាប់ជំនួស MPU បានហើយដោយការវាប្រហារ MPU មិនបានសម្រេចនេះ MPU ក៏បានដឹងហើយក៏បញ្ជាផ្កាយរណបផ្សេងទៀតដែលនៅជិតៗនោះបាញ់ប្រហារទៅកាន់ Spy ទាំងអស់ចឹងហើយមានន័យទៀត Spy ក៏បានហោះកិច្ចពី laser ទាំងអស់នេះនឹងឯងឃើញចឹង Faye ក៏បានចេញយានមកជួយ Spy ផងដែរហើយបើទោះបីជាមានជំនួយរបស់ Faye ក៏មិនអាចធ្វើអ្វីបានដែរបន្ទាប់មក Edward ក៏បានតាក់ទងមកថាបើសិនជា Spy អាចធ្វើដំណើរទៅជិត MPU ចម្ងាយ20ម៉ែត្រនោះផ្កាយរណបផ្សេងទៀតគឺមិនហ៊ានវាយប្រហារទៅកាន់ MPU ឬក៏ Spy ទេចឹងហើយនៅពេលនេះ Faye ធ្វើជាអ្នករងគ្រាប់ជំនួស Spy សិនទៅទុកពេលឲ្យ Spy ចូលទៅជិត MPU តែម្នាក់ឯងបានហើយកំណត់នេះគឺពិតជាល្អដោយ Faye គឺបង្វែកដានផ្កាយរណបទាំងអស់នោះចឹងហើយបើតែក្រោយមក Spy ក៏បានចូលទៅជិត MPU បានសម្រេចពិតមែនបន្ទាប់មក Spy ក៏បានតបភ្ជាប់យានរបស់គាត់ចូលទៅកាន់ MPU មួយនោះដែលបែបនេះ Edward ក៏បាន hack ចូលទៅកាន់ផ្កាយរណបមួយនោះបានសម្រេចពិតមែនបន្ទាប់មក Edward ក៏បានធ្វើការ copy ឯកសារនិង file តាក់ទងទៅនឹង MPU ទាំងអស់មកកាន់កុំព្យូទ័ររបស់គាត់ហើយប្រកាសណាស់ដែលឯកសារតាក់ទងទៅនឹង MPU នេះគឺរាប់សិបឆ្នាំមកហើយ Edward ដែលមានកុំព្យូទ័រទូចប៉ុណ្នេះនៅពេលដែល copy មកទាំងអស់អញ្ចឹងគឺហាក់ដូចជាព័ត៌មានមួយអាគារធ្លាក់មកចំកណ្ដាលមុខអញ្ចឹងមិនជួបប៉ុន្មានព័ត៌មានតាក់ទងទៅនឹងផ្កាយរណបមួយនេះក៏បានចេញផ្សាយដែលតាមការពិតទៅអ្នកដែលធ្វើរឿងទាំងអស់នេះគឺជាប្រតិបត្តិការ AI ដែលមានឈ្មោះថា D135 រីឯ Spy ហើយនឹងចែករបស់យើងគឺបានយកដុំឯកសារមួយនោះយកទៅប្រកួតជូនប៉ូលីសហើយបញ្ចេញទៅមុខទាំងរីករាយថា8លានហើយបើតែក្រោយមកមិនដឹងថាប៉ូលីសបានឲ្យលុយឬក៏អត់ទេបានឃើញពីអ្នកហ្នឹងដើរចេញពីប៉ូលីសមកវិញដែលតាមការពិតទៅប៉ូលីសគឺបានសួរថ្នាក់លើសិនហើយពួកគេគឺមិនទាន់បើកលុយឲ្យ Spy ហើយនឹងចែកទេដោយសារតែអក្រិតជននៅលើកនេះគឺអត់មានរូបរាងច្បាស់លាស់កលេចមកកាន់ Edward ឯនេះវិញនៅពេលនេះគេបានឈរនៅក្បែរមាត់ទឹកទាំងសប្បាយចិត្តហើយនៅបាននិយាយយ៉ាងលឺថាការសន្យាគឺជាការសន្យាណាកុំភ្លេចឲ្យសោះប៉ុន្តែ Faye ក៏បានដើរមកប្រាប់ចែកថាមិនបាច់ទៅទេបើកយានចេញឲ្យឆ្ងាយទៅរីឯចែកក៏បានសួរថាហាក់មិនចឹងព្រោះលើក្មេងមួយនឹងនិយាយថាសន្យាអីគេវិញប៉ុន្តែ Faye ក៏ថាមិនបាច់ខ្វល់ទេបើកចេញឲ្យលឿនទៅហើយចែកគឺមានតែបើកចេញតាម Faye ប្រាប់នឹងឯង Edward ឃើញចឹងគឺពិតជាអន់ចិត្តណាស់ចឹងហើយគឺមានតែលេងធေါ်ក្តៅជាមួយនឹងក្រុមរបស់ចែកហើយដោយ Edward បាន hack ចូលទៅកាន់យានរបស់ Bebop មួយនោះហើយក៏បញ្ជាវាលេងដូចជាឡានបញ្ជាអញ្ចឹងហើយប្រកាសណាស់អ្នកដែលនៅក្នុងយាននោះគឺឡើងបាសសក់អស់ហើយដល់មិនអាចធ្វើអ្វីបាន Spy ក៏បានសួរទៅកាន់ Faye ថា Faye តើនាងសន្យាអីជាមួយនឹង Edward រី Edward ក៏បានឆ្លើយថាគឺសន្យាថានឹងឲ្យគេចូលជាសមាជិករបស់ Bebop ដែរដែលបែបនេះ Edward ក៏បានចូលជាក្រុមជាមួយនឹងពួកគេម្នាក់ទៀតទៅនៅថ្ងៃនេះដែរកម្មវិធី Big Shot ក៏បានបង្ហាញឡើងពួកគេបាននិយាយតាក់ទងទៅនឹងផ្កាយរណបមួយនោះហើយប៉ូលីសក៏បានបញ្ជាក់នៅក្នុងកម្មវិធី Big Shot មួយនេះដែរដែលពួកគេនិយាយថាដោយសារតែអក្រិតជនមិនមានរូបរាងច្បាស់លាស់នោះអញ្ចឹងហើយប្រាក់រង្វាន់8លានគឺទុកជាអាសាបង Spy ហើយនឹងចិត្តដែលបានឃើញព័ត៌មានមួយនេះហើយគឺបានត្រឹមតែហួសចិត្តនឹងឯងបន្ទាប់ពីចិត្តបានចុចបិទព័ត៌មានមួយនេះហើយ Spy ក៏បាននិយាយទៅកាន់ចិត្តថាចិត្តកាលពីដំបូងខ្ញុំបាននិយាយថាខ្ញុំស្អប់របស់3យ៉ាងហើយតើចិត្តមានចាំមកថារបស់3យ៉ាងហ្នឹងគឺជាអ្វីរីឯចិត្តក៏បិទភ្នែកបន្តិចហើយក៏នឹកឃើញថាទី1គឺក្មេងទី2គឺសត្វហើយទី3គឺស្រីចរិតប្រុស So tell me, Jet, why do we have all three of them neatly gathered in our ship? Ed loves Ryokos. And once again, we get no bounty, not a single wulong. Hey, you're a girl. Like I said, nothing good ever comes from Earth. ចឹងឲ្យសូមបញ្ចប់ភាពមួយនេះតែត្រឹមនឹងសិននៅភាពបន្តគឺនឹងមានរឿងដែលហួសចិត្តហើយនឹងរឿងដែលនឹកស្មានបណ្ដោះជាច្រើនទៀតដូច្នេះហើយសម្រាប់អ្នកដែលមកថ្មីកុំភ្លេច like subscribe ដាក់សញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងហើយបើសិនជាអាចជួយប៉ាកាហ្វេ admin ដើម្បីជាកម្លាំងចិត្តចេញវីដេអូឲ្យបានលឿនផងដែរចឹងបាយបាយអ្នកនរគ្នាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ